នៅក្នុងរាជធានីដែលពោពេញទៅដោយអាតកំបាំងនិងអំពើឃាតកម្មអ្នកក្លាហានទាំងពីរហ៊ានតតាំងប្រឈមនឹងគ្រោះថ្នាក់ដើម្បីបំបែកសំណុំរឿងនេះពីក្មេងធម្មតាម្នាក់ប៉ុន្តែមានទេពកោសល្យបានចូលរួមនឹងជួយដល់មន្ត្រីស៊ើបអង្កេតរឿងក្តីពីបទឧក្រិដ្ឋកម្មតូចៗរហូតដល់ធំវាមិនងាយស្រួលក្នុងការបំបែកហើយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់នេះមិនមែនជារឿងធម្មតាទេមានមេខ្លាំងធំនៅក្រៅខ្នងពួកជាងមិនមែនធ្វើដើម្បីប្រយោជន៍គឺដើម្បីយុត្តិធម៌ទោះបីគ្រោះថ្នាក់ត្រូវតែចាប់មេខ្លាំងឲ្យបានរឿងខ្លះអាចឃើញប៉ុន្តែមិនអាចនិយាយបានតើវាជាអ្វីឲ្យប្រកាសទៅពួកគេមានឆន្ទៈប៉ុន្តែតើភាពក្លាហានរបស់ពួកគេអាចយកឈ្នះអំណាចដ៏អាថ៌កំបាំងនេះបានដែរទេទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងប្រជុំអ្នកខ្លាំងបំបែកក្តីឃាតកម្មមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះដែលលើកកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគុណគឺប៉ុស្តិ៍លេខ10